អ្នកអរគ្នាដែលស្រឡាញ់វិស័យ K-pop ហើយចង់ចូលទៅ trend នៅក្នុងផលិតកម្ម YG ដែលជាផលិតកម្មដ៏ល្បីនៅប្រទេសកូរ៉េណាអ្នកអរគ្នាសំខាន់បំផុតគឺទេពកោសល្យសមត្ថភាពអ្នកអរគ្នាស្រឡាញ់ខាងច្រៀង rap ឬក៏រាំទេពកោសល្យនៃការរាំហ្នឹងណាមួយវិញទៀតសំខាន់បំផុតគឺអាយុអ្នកអរគ្នាគឺចាប់ពី2007ទៅដល់2014អាយុគឺសំខាន់ខ្លាំងអ្នកខ្ញុំបើសិនជាទាំងទេពកោសល្យអាយុអ្នកគ្នាក្នុងកម្រិតដែលគេចង់បានហើយគឺមានន័យថាភាគរយដែលជាប់នឹងគឺខ្ពស់ជាងអាយុច្រើនអ្នកគ្នាអាយុច្រើនក៏អាចជាប់បានដែរបើសិនជាលក្ខខណ្ឌដែលគេជ្រើសរើសដែលគេអាចទទួលយកបានប៉ុន្តែតើយើងមានសមត្ថភាពខ្លាំងហ្មងអ្នកគ្នាមួយវិញទៀតពាក់ព័ន្ធជាមួយនឹងសំខាន់មួយទៀតដែលខ្ញុំបានអានហ្នឹងគឺកម្ពស់ភាគច្រើននិយាយទៅតារានៅក្នុងក្រុមផលិតកម្ម YG ហ្នឹងវាច្រើនកម្ពស់គឺខ្ពស់ខ្លាំងមែនតើអ្នកគ្នាតែបើសិនជាពាក់ព័ន្ធជាមួយនឹងរូបរាងឬក៏មុខមាត់ beauty ហ្នឹងគឺគេអត់សូវម៉ាងទេនៅក្នុង YG ហ្នឹងហើយអ្នកគ្នាហើយពេលដែលធ្វើការប្រកួតឬក៏ដាក់ពាក្យហ្នឹងគឺនៅមានរហូតដល់3ជំហាន3ដំណាក់កាលទី1គឺ submit online ពេលដែលយើងជាប់វគ្គដំបូងពេលយើង submit តាម website គេរួចរាល់ហើយគឺអាចនឹងធ្វើការ submit មិន submit អ្នកគ្នាមានន័យថាសម្ភាសជាonline សម្ភារ online ហ្នឹងតាម Zoom តាមអីចឹងទៅហើយលើកទី3ជាប់ហ្នឹងគឺទៅកូរ៉េផ្ទាល់ហើយគេដាក់ចេញថ្លៃស្នាក់នៅសម្បត្តិយន្តហោះអីមកកាន់យើងទាំងអស់តែម្ដងអ្នកគ្នាអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំឃើញមួយគ្នា comment ពីរបៀបដាក់ពាក្យចូលទៅក្នុង YG ហ្នឹងច្រើនខ្លាំងមែនតើខ្ញុំមិនមែនជាអ្នកចម្រៀងអីទេតែខ្ញុំចែករំលែកតាមអីដែលខ្ញុំដឹងអញ្ចឹងដំបូងឡើយអត់ពិបាកទេអ្នកគ្នាគ្រាន់តែចុចទៅលើកន្លែង website នេះក៏បានឬក៏ចូលទៅក្នុង Google ដាក់ពាក្យថា YG Family Audition ឬក៏ YG Audition 2025គឺវានឹងចេញជាផ្ទាំងបែបនេះពេលចុចនៅលើ website ទៅវាលោតអញ្ចឹងទៅអ្នកឲ្យកុំភ្លេចចុចលើពាក្យ apply គៀននេះមកដែលវាលឿនពេកអញ្ចឹងទៅខ្ញុំប្រាប់អត់តាន់ចឹងអ្នកគ្នាមើលខាងលើនេះគឺមាន3ចំណុចហ្នឹងដូចជា vocal rap ហើយនិង dance ចឹងអ្នកគ្នារើសទៅជំនាញយើងមួយណាយើងអាចធ្វើការចុចនៅលើហ្នឹងបានហើយអ្នកគ្នាអាចជួយចូលចុចទៅលើពាក្យថា apply ហ្នឹងទៅគឺគេនឹងឲ្យយើងធ្វើការ verify ទៅកាន់ផ្ទាំងមួយទៀត verify ហ្នឹងគឺជា verify ទៅលើ email យើងផ្ទាល់ណាអ្នកគ្នាអញ្ចឹងវានឹងបន្តមកកន្លែង email ហ្នឹងអញ្ចឹងយើងអាចដាក់ email ដែលអាចទទួលជាមួយនឹងលេខកូដឬក៏ email ដែលយើងតែងតែប្រើប្រាស់ក៏បានដែរអ្នកគ្នាជាប្រចាំនឹងផ្ទាល់ណាពេលដែលដាក់ទៅគឺវានឹង send verify code ទៅ email យើងផ្ទាល់ហើយបន្ទាប់មកគឺយើងអាច submit រាល់ព័ត៌មានរបស់យើងដូចជាវាជាប្រវត្តិរូបសង្ខេបដែរអ្នកគ្នាពីយើងថាយើងមកពីប្រទេសណាយើងអាយុប៉ុន្មានកម្ពស់ប៉ុន្មានអីចឹងទៅហើយយើងមានជំនាញខាងអីហើយសម្រាប់វីដេអូតាមដែលខ្ញុំដឹងទេគឺបើសិនជាច្រៀងគឺយើងច្រៀង1នាទីដែលមានភ្លេង rap 1នាទីកន្លះអត់មានភ្លេងហើយនឹងរាំមួយចំហខ្លួនធ្វើមិនឲ្យឃើញខ្លួនយើងពេញហើយ1នាទីដែលមានភ្លេងអញ្ចឹងអ្នកគ្នាអញ្ចឹងអាចចូលទៅ view លេងបានឬក៏សាកដាក់ verify email ហើយយើងនឹងឃើញពីរបៀបក្នុងការដាក់ពាក្យតទៀតឯអ្នកគ្នាការសម្ភារ online តាម Zoom ការយើងធ្លាប់រៀន online ការជំនាន់ COVID អញ្ចឹងយើងរៀនតាម Zoom ពីមុនតែពេលនេះយើងសម្ភារ online ជាមួយគេតាម Zoom អីចឹងទៅមានគណៈកម្មការមានអីតែយើងរាំនៅក្នុងនោះឲ្យគេមើលឬក៏ច្រៀងឲ្យគេមើលតាម online នឹងសិនពេលដែលគេសម្ភារយើងជាប់វគ្គហ្នឹងហើយជំហានបន្ទាប់គឺវគ្គទី3ហ្នឹងគឺហោះឡើងទៅកូរ៉េហ្មងអញ្ចឹងណាហើយសម្រាប់អាយុគឺគេមិនរើសអញ្ចឹងរាល់ឆ្នាំទេគេកំណត់ឧទាហរណ៍ថាឆ្នាំនេះ2014ហើយហ្នឹងហើយ2014ដល់2017អញ្ចឹងឆ្នាំក្រោយគេកំណត់ទៀតព្រោះឆ្នាំវាកាន់តែឡើងទៅអញ្ចឹងគេកំណត់តាមដឹងតែយ៉ាងក្មេងបំផុតគឺ11ឆ្នាំហើយអាយុច្រើនបំផុតគឺ18ឆ្នាំដែលផលិតកម្ម YG ហ្នឹងរហ័សហើយគេអត់សូវម៉ាងរឿងសម្រាប់ឲ្យអូនកុំខ្វល់សំខាន់យើងមានសមត្ថភាពយើងដាក់ទៅសិនទៅខ្មែរក៏គេយកដែរសាសគេអត់រើសទេអញ្ចឹងហ្នឹងហើយបើសំខាន់មួយទៀតកម្ពស់បើសិនជា1.58អូខេគេយកប៉ុន្តែគ្រាន់តែបើស្តង់ដារហ្មងគឺគេរៀង strict រឿងកម្ពស់នឹងដែរព្រោះតារាចម្រៀងនៅក្នុងផលិតកម្មគេមួយសិតតែរៀងខ្ពស់ចឹងណា1.60 ឡើងចឹងទៅតែឧទាហរណ៍ Blackpink Jisoo ចុះគាត់1.62ទេប៉ុន្តែប៉ុណ្ណឹងក៏អាចថាចូលជាកម្ពស់ស្តង់ដារដែលគេរើសដែរព្រោះវាក៏មិនទាបខ្លាំងពេកដែរ1.62ខ្ពស់ហើយ1.60ឡើងនិយាយទៅអញ្ចឹងអូនមានសមត្ថភាពអីដាក់ទៅចាអូនមានន័យថាបើសិនជាអ្នកឯងដាក់ពាក្យតាម website គេហើយអ្នក submit រាល់ព័ត៌មានអ្នកឯងហើយចូលទៅក្នុង website YG នោះហើយពេលគេចូលទៅមើល form submit ដូច CV ចឹងណាអូនពេលគេចូលទៅមើលហើយគេ select យើងថាយើងផាសវគ្គហ្នឹងហើយដំបូងឡើយពេលដែលយើងធ្វើការ submit ហ្នឹងគឺគេនឹងឲ្យយើងរើសដូចជាច្រៀងរាំឬក៏ rap ចឹងអូនឯងនឹងមានវីដេអូខ្លីដូចជាអូនឯងច្រៀងអូនឯងថត record ខ្លួនឯងច្រៀង1នាទីហើយអត់មានភ្លេងទេបើ rap 1នាទីកន្លះអត់មានភ្លេងបើច្រៀងមានមែនទេរាំមានភ្លេងប៉ុន្តែគឺថតរូបរាងឲ្យពេញកាមេរ៉ាហ្នឹងមកចំហធ្វើម៉េចឲ្យថតជាប់រាងយើងនិយាយទៅឲ្យមកស្អាតរបស់យើងអញ្ចឹងទៅហើយ1នាទីដូចគ្នាអញ្ចឹងគេនឹងមើលវីដេអូហ្នឹងគេនឹង review ពី
ប្រវត្តិរូបយើងហើយពេលយើងដាក់ពាក្យអញ្ចឹងយើងពេលដែលយើងផាសវគ្គទី1នឹងយើង select ត្រូវបានខាងគេ select ហើយគឺគេនឹងផ្ញើជា invite ឬក៏គេនឹងផ្ញើមកកាន់យើងតាម email អីចឹងទៅឧទាហរណ៍អញ្ចឹងយើងទទួលបាន email ហ្នឹងគឺយើងនឹងទៅជំហានទី2គឺយើងនឹងទទួលបាន link ក្នុងការ invite ចូលទៅក្នុងការ